$69 បាទស្រឡាញ់មួយណាមកយកមួយនឹងមានទាំងពណ៌សមានទាំងពណ៌ប្រភេទមានទាំងពណ៌ទៅដោះគោជាមួយអត្រាការប្រាក់ត្រឹមតែ0.82% តែប៉ុណ្ណោះក្នុងមួយខែបាទវ៉ាវបងប្អូនអាចទាញឡើងលើក៏បានអាចទាញចុះក្រោមក៏គេខលមកអីបងប្អូនអាចទទួលបានសិនជាបងប្អូនចង់ឲ្យខ្ពស់នេះបាទសបវាឡើងចេះមកប្រភេទរថយន្ត Kia Morning ជាប្រភេទរថយន្តដែលកំពុងពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជាបាទជាប្រភេទសន្លឹកពុនខាងយើងនាំមកពីប្រទេសកូរ៉េដែលផ្ទាល់ណាបាទហើយលក្ខណៈគ្រួសារសន្សំសំចៃខ្លាំងមែនទែន100 គីឡូចំណាយត្រឹមតែ5 ទៅ 6 លីត្រតែប៉ុណ្ណោះបងប្អូនបាទអញ្ចឹងបងប្អូនមកមើលលក្ខណៈពិសេសនៃប្រភេទរថយន្ត Kia Morning ថាមានលក្ខណៈពិសេសអ្វីខ្លះតោះមកមើលទាំងអស់គ្នាមកនេះមកកាមេរ៉ាមែនបាទនេះបងប្អូនមើលទៅផ្នែកចង្កូតគឺមានចំណុចពិសេសមួយនោះគឺចំណុចពិសេសថានេះបងប្អូនអាចទាញឡើងលើក៏បានអាចទាញចុះក្រោមក៏បានតាមតម្រូវការរបស់បងប្អូនណាបាទអាហ្នឹងគាត់ថាឥឡូវខ្ញុំចង់ទាញចុះក្រោមឲ្យអស់នេះបាទប៉ុន្នេះតម្រូវការរបស់ខ្ញុំចង់ឲ្យដៃចង្កូតរៀងទាបបន្តិចងាយស្រួលបើក្នុងការមើលផ្លូវផងអាចនិយាយថាខ្ញុំវាកម្ពស់ខ្ញុំវាស្តង់ដារដែរ 1.65 ម៉ែត្រទៅមួយទៀតសម្រាប់កៅអីបងប្អូនចង់ឲ្យទាបក៏បានចង់ឲ្យខ្ពស់ក៏បានបើសិនជាបងប្អូនចង់ឲ្យខ្ពស់នេះបាទសបវាឡើងចេះមកនេះសបឡើងចេះមកឥឡូវបាទអស់ហើយពោះមកល្មមតម្រូវការរបស់ខ្ញុំដែលខ្ញុំចង់បានហើយមួយទៀតឧទាហរណ៍ថារៀងតល់បងប្អូនចង់ឲ្យវាទៅក្រោយបន្តិចដើម្បីទលាយចេះមកទលាយឬក៏ចង់ឲ្យមកមុខតិចមកល្មមយើងដែលថាងាយស្រួលបើកបាទចំពោះការបើកឡានគឺវាសំខាន់ដែរយើងអង្គុយដាក់ដៃចង្កូតតម្រង់ខ្លួនឲ្យងាយស្រួលក្នុងការបើកធ្វើដំណើរផ្លូវឆ្ងាយគឺវាអានោះវាសំខាន់មែនតើឥឡូវនេះបាទខ្ញុំបញ្ឆេះឲ្យមើលបាទស្ងាត់ជ្រាបបាទមាននេះសំខាន់នេះមានប៊ូតុងលើដៃចង្កូតទេនេះពេលគេខលមកអីបងអាចទទួលបានបងប្អូនចង់ដាក់នេះរថយន្តវិសុវបាទចុចទៅនេះមកបានហើយនេះអូយើងតឡើងសលេងបិទសលេងអូយអស់ទោះហើយយូរថាអែមហួសបាទមើលផ្នែកម៉ាស៊ីនតិចទៅបាទនេះផ្នែកម៉ាស៊ីនយើងចង់បើកយើងចុចកន្លែងនេះទីមកបែកនេះបើកបានហើយនេះប៊ូតុងចុចសម្រាប់ចាក់សាំងឧទាហរណ៍ថាបងប្អូនចាក់សាំងយើងគ្រាន់តែទាញចេះមកគឺបានហើយនោះបាទវានឹងលោតឡើងចេះបាទឥឡូវយើងបត់យើងទៅមើលផ្នែកម៉ាស៊ីនវិញនេះបាទផ្នែកម៉ាស៊ីនអូយផិនភាកគេល្អក៏ល្អយ៉ាងហ្នឹងលោកនេះអស់ទោះហើយបាទសិក្សារំលោះសុទ្ធ 100% 25 ខេត្តក្រុងមិនតម្រូវឲ្យបងប្អូនមានប្រាក់កក់ឬក៏ប្រាក់ចូលរួមក្នុងការសិក្សាឯកសារឡើយសិក្សាជាប់2 ម៉ោងដកឡានយកទៅប្រើប្រាស់បានតែម្ដងបាទអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ទម្លាក់លេខដែលមាន Telegram មកខាងក្រុមការងារបងប្អូននឹងតាក់ទងទៅបងប្អូនភ្លាមតែម្ដងបាទឯកសារអត់មានច្រើនទេតែអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារតែប៉ុណ្ណោះបាទអរគុណច្រើន